មានស្ត្រីចៅជំនាញម្នាក់កំណត់គោលដោយលួចខ្សែពេជ្រដែលមានតម្លៃខ្ពស់ណាស់នាងចូលទៅកន្លែងរៀបការឬហាងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ដែលមានស្ត្រីម្នាក់កំពុងសាកខ្សែមានតម្លៃដោយប្រើជំនាញខ្ពស់នាងលួចខ្សែនោះបានក្នុងរយៈពេលតែប៉ុន្មានវិនាទីដោយមនុស្សនៅជុំវិញមិនដឹងខ្លួនបន្ទាប់ពីជោគជ័យនាងបដូរសម្លៀកបំពាក់និងរៀបចំផែនការគេចខ្លួនសន្តិសុខនិងប៉ូលីសចាប់ផ្ដើមតាមប្រមាញ់នាងជិះម៉ូតូនិងប្រើផ្លូវគេចជាច្រើនដើម្បីបំបត្តិដានក្រុមអ្នកតាមចាប់ស្ទើរតែចាប់បានប៉ុន្តែនាងនៅតែគេចផុតនៅវគ្គចុងក្រោយនាងប្រើខ្សែព្យួរខ្សែនៅអគារកំពុងសាងសង់ដើម្បីរត់គេចចេញពីទីតាំងទីបំផុតនាងគេចខ្លួនបានដោយជោគជ័យខណៈអ្នកដេញតាមមិនអាចចាប់បានចោរលួចខ្សែតម្លៃរាប់រយលានក្នុង3វិនាទីហើយគេចខ្លួនពីការចាប់ខ្លួនបានយ៉ាងបាត់ដានក្រុមអ្នកតាមចាប់ស្ទើរតែចាប់បានប៉ុន្តែនាងនៅតែគេចផុតនៅវគ្គចុងក្រោយនាងប្រើខ្សែព្យួរខ្សែនៅអគារកំពុងសាងសង់ដើម្បីរត់គេចចេញពីទីតាំងទីបំផុតនាងគេចខ្លួនបានដោយជោគជ័យខណៈអ្នកដេញតាមមិនអាចចាប់បានចោរលួចខ្សែតម្លៃរាប់រយលានក្នុង3វិនាទីហើយគេចខ្លួនពីការចាប់ខ្លួនបានយ៉ាងបាត់ដានក្រុមអ្នកតាមចាប់ស្ទើរតែចាប់បានប៉ុន្តែនាងនៅតែគេចផុតនៅវគ្គចុងក្រោយនាងប្រើខ្សែព្យួរខ្សែនៅអគារកំពុងសាងសង់ដើម្បីរត់គេចចេញពីទីតាំងទីបំផុតនាងគេចខ្លួនបានដោយជោគជ័យខណៈអ្នកដេញតាមមិនអាចចាប់បានចោរលួចខ្សែតម្លៃរាប់រយលានក្នុង3វិនាទីហើយគេចខ្លួនពីការចាប់ខ្លួនបានយ៉ាង